សូមជម្រាបសួរបងប្អូនប្រិយមិត្តដែលកំពុងតែតាមដានទស្សនានៅវីដេអូរបស់នាងខ្ញុំនៅក្នុងថ្ងៃនេះដែរនាងខ្ញុំសូមលើកយកតាក់ទងជាមួយនឹងអត្តចរិតនៃឆ្នាំនីមួយៗដែលមកដល់នៅក្នុងវីដេអូនេះគឺមកដល់តាក់ទងជាមួយនឹងអត្តចរិតរបស់អ្នកដែលកើតនៅក្នុងឆ្នាំវកហើយភាគ2តាក់ទងជាមួយនឹងឆ្នាំដែលពួកគាត់កើតទៅតាមធាតុនីមួយៗរបស់ពួកគាត់អញ្ចឹងមកដល់វគ្គទី2នេះយើងតាក់ទងជាមួយនឹងឆ្នាំដែលគាត់កើតតើគាត់មានធាតុអ្វីហើយតើមានអត្តចរិតបែបណាដែរអញ្ចឹងនាងខ្ញុំសូមចូលទៅកាន់មនុស្សដែលកើតនៅក្នុងឆ្នាំវកហើយកើតនៅក្នុងឆ្នាំ1945គឺចាប់ពីថ្ងៃទី25ខែ1 1944ទៅកាន់ថ្ងៃទី12ខែ2 1945ហើយថ្ងៃទី22ខែ1 2004ទៅដល់ថ្ងៃទី8ខែ2 2005និងអ្នកដែលកើតនៅក្នុងថ្ងៃទី17ខែ2 2064ទៅកាន់ថ្ងៃទី4ខែ2 2065ជាងអ្នកដែលគាត់កើតនៅក្នុងឆ្នាំដែលនាងខ្ញុំរៀបរាប់ហ្នឹងគឺកើតនៅក្នុងធាតុដែលយើងហៅថាមនុស្សដែលកើតនៅក្នុងឆ្នាំវកហើយធាតុឈើចឹងសត្វស្វាទាំងនេះគឺមានអត្តចរិតគឺមានសមត្ថភាពរិះគន់ដ៏អស្ចារ្យហើយពួកគេស្មោះត្រង់ដែលអាចទុកចិត្តបានជាប៉ុន្តែគាត់រៀងឆេវឆាវបន្តិចពួកគេតែងតែព្យាយាមរក្សាភាពស្មោះត្រង់និងភាពជឿទុកចិត្តនិងមានមោទនភាពរបស់ពួកគេគឺជាសត្វស្វាដែលស្មោះត្រង់បំផុតនិងតស៊ូដើម្បីមនុស្សជាទីស្រឡាញ់របស់ពួកគេនេះខ្ញុំសូមចូលទៅកាន់មនុស្សដែលកើតនៅក្នុងឆ្នាំវកដែលមានថ្ងៃកំណើតពីថ្ងៃទី12ខែ2 1956ដល់ថ្ងៃទី30ខែ1 1957ហើយថ្ងៃឆ្នាំកំណើតផ្សេងទៀតគឺថ្ងៃទី8ខែ2 2016ទៅដល់ថ្ងៃទី27ខែ2 2017ហើយឆ្នាំកំណើតមួយទៀតគឺថ្ងៃទី5ខែ2 2076ទៅដល់ថ្ងៃទី23ខែ1 2077អញ្ចឹងអ្នកដែលគាត់កើតនៅក្នុងឆ្នាំទាំងអស់ហ្នឹងគឺជាមនុស្សដែលកើតនៅក្នុងឆ្នាំវកហើយធាតុភ្លើងអញ្ចឹងអត្តចរិតរបស់ពួកគាត់គឺគេនិយាយថាស្វាដែលស្ថិតនៅក្រោមឥទ្ធិពលភ្លើងគឺតែងតែចិត្តល្អរួសរាយនិងឧស្សាហ៍ព្យាយាមពួកគេពឹងផ្អែកលើការអនុវត្តផ្ទាល់របស់ពួកគេខិតទៅចិត្តអ្វីគ្រប់យ៉ាងដោយកាតព្វកិច្ចហើយតែងតែមានឆន្ទៈក្នុងការធ្វើវាផងដែរនេះគឺជាសត្វស្វាឬក៏មនុស្សដែលកើតនៅក្នុងឆ្នាំវកហើយធាតុភ្លើងអញ្ចឹងនាងខ្ញុំសូមចូលទៅកាន់ឆ្នាំដទៃទៀតគឺដែលមានថ្ងៃកំណើតនៅថ្ងៃទី2ខែ2 1908រហូតដល់ថ្ងៃទី21ខែ1 1909ហើយឆ្នាំកំណើតផ្សេងទៀតគឺពីថ្ងៃទី30ខែ1 1968ដល់ថ្ងៃទី16ខែ2 1969ហើយនឹងឆ្នាំកំណើតផ្សេងទៀតគឺថ្ងៃទី26ខែ1 2028ទៅកាន់
ថ្ងៃទី12ខែ2 2029ចឹងឆ្នាំកំណើតដែលកើតទាំងអស់ហ្នឹងគឺគាត់នឹងស្ថិតនៅក្នុងឆ្នាំវកធាតុដីហើយអត្តចរិតរបស់ពួកគាត់គេនិយាយថាសត្វស្វាទាំងនេះមានញៀនដ៏អស្ចារ្យបានន័យថាគាត់មានញៀនទី6អញ្ចឹងណាដែលខ្មែរយើងនិយាយឲ្យស្រួលស្ដាប់ទៅមានញៀនទី6មានញៀនដ៏អស្ចារ្យសមត្ថភាពក្នុងការរស់រាននិងអារម្មណ៍ល្អសម្រាប់មនុស្សនិងស្ថានភាពផ្សេងៗខុសគ្នាពួកគេអ្នកសម្ដែងល្អនិងជាអ្នកកំ pl ែងបានន័យថាគាត់ចូលចិត្តធ្វើឲ្យមនុស្សជុំវិញរបស់គាត់ចឹងទៅមានស្នាមញញឹមមានក្តីសុខចឹងទៅប៉ុន្តែពួកគេក៏ទទួលបានពរជ័យដោយភាពប៉ិនប្រសប់និងភាពរសើបពួកគេស្រឡាញ់ក្មេងនិងមានទំនោរទៅនឹងផ្លូវអារម្មណ៍ពួកគេត្រូវការផ្ដល់អារម្មណ៍កក់ក្ដៅនិងភាពរួសរាយចឹងនេះខ្ញុំសូមចូលទៅកាន់ឆ្នាំដតីទៀតអញ្ចឹងអ្នកដែលមានថ្ងៃកំណើតថ្ងៃទី20ខែ2 1920ដល់ថ្ងៃទី7ខែ2 1921ហើយនឹងអ្នកដែលមានឆ្នាំកំណើតថ្ងៃទី16ខែ1រហូត1980រហូតដល់ថ្ងៃទី4ខែ2 1981និងឆ្នាំកំណើតផ្សេងទៀតគឺថ្ងៃទី12ខែ2 2040និងរហូតដល់ថ្ងៃទី31ខែ1 2041អញ្ចឹងសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំទាំងអស់នេះគឺស្ថិតនៅក្នុងឆ្នាំវកធាតុដែកដែលគេនិយាយថាសត្វស្វាទាំងនេះមានអរិយាបថមិនធម្មតាសម្រាប់ញៀននេះសម្រាប់សញ្ញានោះស្វាទាំងនេះជាអ្នកអភិរក្សនិយមនិងមានមោទនភាពសត្វស្វាទាំងនេះដែលស្ថិតនៅក្រោមអធិពលធាតុដែកទទួលនៅការរៀននិងកំណត់នៅកម្លាំងដ៏មានតម្លៃរបស់ពួកគេនិងដាក់កំណត់និងអភិវឌ្ឍព្រំដែនរបស់ពួកគេដែលមិនធ្លាប់រំលងចឹងនេះខ្ញុំសូមបញ្ចូលទៅកាន់ឆ្នាំដតីទៀតដែលមានថ្ងៃកំណើតនៅថ្ងៃទី6ខែ2 1932ថ្ងៃទី25ខែ1 1933ចឹងថា1932ដល់1933និងថ្ងៃទី4ខែ2 1992រហូតដល់ថ្ងៃទី22ខែ1 1993និងឆ្នាំកំណើតផ្សេងទៀតគឺថ្ងៃទី1ខែ2 2052ដល់ថ្ងៃទី18ខែ2 2053អញ្ចឹងអ្នកទាំងអស់ហ្នឹងកើតនៅក្នុងឆ្នាំវកធាតុទឹកអត្តចរិតរបស់ពួកគាត់ទឹកផ្ដល់ទៅកាន់ស្វាទាំងនេះដ៏គួរឲ្យចាប់អារម្មណ៍អាកប្បកិរិយាលេចធ្លោនិងមានមោទនភាពនិងភាពនៃកម្លាំងដ៏ធំសម្បើមដែលជះឥទ្ធិពលជំវិញទាំងនេះអត្ថប្រយោជន៍នៃសត្វស្វាទាំងនេះគឺចំណាប់អារម្មណ៍ដំបូងរបស់ពួកគេអញ្ចឹងតកតងជាមួយនឹងអត្តចរិតទៅតាមឆ្នាំនីមួយនៃធាតុនីមួយរបស់មនុស្សដែលកើតនៅក្នុងឆ្នាំវកនៅក្នុងភាគ2ក៏បានមកដល់ទីបញ្ចប់ត្រឹមនេះអរគុណសម្រាប់ការតាមដានទស្សនានៅវីដេអូរបស់នាងខ្ញុំបើសិនជាចូលចិត្តសូមជួយចុច like ហើយបើសិនជាចង់តាមដានទស្សនានៅវីដេអូរបស់នាងខ្ញុំជាបន្តសូមជួយចុច subscribe ឲ្យផងអរគុណច្រើនសូមជម្រាបលា